Hello everyone how are you today ជម្រាបសួរបងទាំងអស់គ្នាសុខសប្បាយទេ និយាយលេងជាមួយបងបន្តិចអូខេបងទាំងអស់គ្នាខ្ញុំសំណាងចក្រាវិលត្រឡប់មកជួបបងសាជាថ្មីវិញហើយថ្ងៃនេះក៏មានលក្ខណៈពិសេសបន្ថែមទៀតជូនទៅកាន់បងទាំងអស់គ្នានៅក្នុងលំនាំកម្លាំងធម៌ពលដែលខ្ញុំតែងតែផ្ដល់ជូនទៅកាន់បងគឺជារបៀបនៅក្នុងការអនុវត្តនិងក្បួនខ្នាតខ្លះដែលខ្ញុំនៅតែបន្តក្នុងការស្រាវជ្រាវជាបន្ថែមទៀតដើម្បីរកវិធីសាស្ត្រជ្រោមជ្រែងបងឲ្យចូលទៅដល់ថែទាំផ្លូវចិត្តថែទាំធម៌ពលផ្នែកខាងក្នុងរបស់បងឲ្យបានពិតប្រាកដការថែទាំផ្នែកខាងក្នុងនេះយើងសឹមបងធ្វើបន្តិចម្ដងលុះត្រាតែធ្វើរហូតទាន់តែទទួលបានលទ្ធផលហើយលទ្ធផលនោះទៀតសោតគឺបងទាំងអស់គ្នាជាអ្នកទទួលបានប៉ុន្តែត្រូវចងចាំថាលទ្ធផលគឺការឡើងចេញពីខាងក្នុងរបស់បងទាំងអស់គ្នាបានរៀបចំទុកដាក់ហើយស្រេចការរៀបចំទុកដាក់ហើយស្រេចនេះធ្វើឲ្យបងផ្ដោត focus ទៅធ្វើកិច្ចការងារដែលត្រូវនឹងក្តីសម័យរបស់បងច្រើនតែសួរខ្ញុំថាមិនក៏លោកគ្រូខ្ញុំចេះតែរវើរវាយខ្ញុំចេះតែគិតច្រើនអីផ្សេងចឹងទៅដោយសារអីការគិតច្រើនហ្នឹងគឺវាកើតឡើងគ្រប់តែមនុស្សហ្នឹងបងមិនមែនកើតឡើងសម្រាប់តែបងទេខ្ញុំក៏ដូចគ្នាដែរមនុស្សគ្រប់គ្នាមានទាំងអស់ហ្នឹងកាលណាមានជីវិតមានរូបមានរាងមានកាយទាំងអស់ហ្នឹងគឺសុទ្ធតែត្រូវប្រឈមដោយសារតែការគិតរវើរវាយពីនេះបន្តិចពីនោះបន្តិចនៅសុកក៏តែគិតរឿងអតីតកាលនៅសុខម្សល់ក៏ទៅបារម្ភរឿងអនាគតក៏ទៅកើតទុកក្នុងពេលបច្ចុប្បន្នការពិតជីវិតមនុស្សយើងរាល់ថ្ងៃនេះគឺមានតែ3ថ្ងៃទេយើងចេះតែមានការព្រួយបារម្ភច្រើនតែយើងមានតែ3ថ្ងៃទេគឺមានបសមិញកន្លងផុតទៅហើយអត់មានអីទៅព្រួយបារម្ភទេយើងមានថ្ងៃហ្នឹងមិនទាន់មកដល់ទេសុំកុំព្រួយបារម្ភអីណាបងណោះបាទហើយយើងមានថ្ងៃស្អែកមិនច្រឡំទេនេះថ្ងៃហ្នឹងកំពុងតែកើតឡើងប៉ុន្តែយើងមិនដឹងថាវាកើតឡើងអីខ្លះហើយកុំព្រួយបារម្ភអីហើយស្អែកហ្នឹងក៏វាមិនទាន់ដឹងថាវាកើតឡើងដោយរបៀបមិនដែរអញ្ចឹងកុំទាន់ព្រួយបារម្ភអីអញ្ចឹងយើងគ្រាន់តែរស់នៅឲ្យជាយើងសិនទៅពេលដែលយើងដឹងពីវិធីក្នុងការរស់នៅបែបនេះសេចក្តីសុខប្រកបជាកើតឡើងហើយថ្ងៃនេះខ្ញុំមានពាក្យពេចន៍របស់លោកបាទបងប្រហែលជាស្គាល់ហើយនៅក្នុងខ្សែភាពយន្ត The Secret គឺមានវត្តមានរបស់គាត់ហើយគាត់ក៏បង្ហាញជូនទៅកាន់បងទាំងអស់គ្នាច្រើនមែនតែនបាទគឺលើក Bob Proctor នេះជាតួអង្គនៅក្នុងខ្សែភាពយន្ត The Secret សម្រាប់បងនៅក្នុងក្រុមthamពលអង្គុយស្ងៀមស្គាល់តួអង្គរបស់លោក Bob Proctor ហើយគាត់ក៏ជាអ្នកជំនាញផ្នែកស្រាវជ្រាវបាទឯកទេសទៅលើផ្នែកគំនិតទៅលើធម្មពលផ្លូវចិត្តនិងការអនុវត្តកម្លាំងធម្មពលនៃការស្រូបទីនឹងតែម្ដងចឹងកុំឲ្យខាត់ពេលវេលាសន្ទនាជាមួយបងត្រឹម2នាទីជាងប៉ុណ្ណឹងចុះសូមអញ្ជើញបងទាំងអស់គ្នាទៅតាមដានស្ដាប់ជាមួយនឹងសារសម្លេងរបស់លោក Bob Proctor ហើយខ្ញុំនឹងកែសម្រួលជាកាមេរ៉ាភាសាហើយនឹងបកស្រាយជូនបងបន្ថែមទៀតអរគុណបង Hello there and welcome. You know, last May we did a video on Paradigms 101. And we talked about paradigms and how they're formed and how they impact your life. Well, I want to take you a little bit further right now, and I want to talk to you about how paradigms are changed. You know, this is such an important subject that I think it should be taught to every student at a very, very early age, at a very early grade. Because paradigms literally control people's lives. And when you see people talking about being frustrated and I'm getting so sick of living the way I'm living, it's their paradigm that's bringing it all about. And they know nothing about it. Stop the average person on the street, or maybe somebody, a relative or a friend that you're talking to in the next phone call. Say, do you know what a paradigm is? Ask them to explain it to you. Paradigm's a very, very broad word. Do you know that countries have paradigms? Countries do. Families do. Families have paradigms. The company you're working for has a paradigm. And I have one, and so do you. Paradigm is a conditioning. You could call it culture insofar as a country is concerned, or a company, or a family. It's the culture of that company or that particular country. That's what a paradigm is. It's our habitual way of perceiving of things, doing, of acting, of living, the way we're living. Our paradigm controls what we eat. Now think, the paradigm is the program in your subconscious mind that controls your behavior. What you know doesn't control your behavior. Your conscious mind, you've got all this knowledge, you know how to do a better job, but you're not doing it. We know how to do things. Parents say, why are you doing that? The kid says, I don't know. And their kid doesn't know. And the parent doesn't know because the parent doesn't understand paradigms. So they say the child knows, but they're not doing it.
The parent knows what the parent's not doing it. The salesperson knows what the salesperson's not doing it. The student knows what the student's not doing it. See, the paradigm is the program in the subconscious mind that controls the behavior and produces a result. អត្តន័យរបស់លោក Bob Proctor ចាប់ផ្ដើមមកគាត់និយាយថាសួស្តីនិងស្វាគមន៍ទៅកាន់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាដឹងទេថាកាលពីខែឧសភាកន្លងទៅនឹងយើងបានធ្វើវីដេអូមួយស្ដីអំពី paradigm 101ហើយយើងបាននិយាយអំពី paradigm និងរបៀបរៀបរយដែលត្រូវបានបង្កើតឡើងហើយក៏ដូចជាវិធីដែលវាប៉ះពាល់ទៅនឹងជីវិតរបស់មនុស្សគ្រប់គ្នាឥឡូវនេះខ្ញុំចង់ណែនាំអ្នកទៅមុខបន្តិចទៀតហើយខ្ញុំចង់និយាយជាមួយអ្នកអំពីរបៀបដែល paradigm ត្រូវបានផ្លាស់ប្ដូរតែអ្នកដឹងទេនេះគឺជាប្រធានបទដ៏សំខាន់មួយដែលខ្ញុំគិតថាវាគួរតែត្រូវបានបង្រៀនឲ្យសិស្សគ្រប់រូបក្នុងវ័យដ៏ខ្លីដ៏ក្មេងខ្ចីនិងកម្រិតថ្នាក់ដំបូងបំផុតពីព្រោះ paradigm គ្រប់គ្រងជីវិតរបស់មនុស្សពិតប្រាកដមែននៅពេលដែលអ្នកឃើញមនុស្សនិយាយអំពីការធុញថប់និងអារម្មណ៍ដែលថប់ធុញទ្រាន់នឹងការរស់នៅតាមបែបដែលពួកគេកំពុងរស់នៅនោះគឺដោយសារតែ paradigm របស់ពួកគេហើយដែលនាំឲ្យមានរឿងទាំងអស់នេះកើតឡើងហើយពួកគេមិនដឹងអំពីវាសោះតែម្ដងអំពីរឿងហ្នឹងសូមសាកសួរមនុស្សទូទៅតាមដងផ្លូវឬក៏មិត្តភ័ក្តិដែលអ្នកនិយាយជាមួយនៅក្នុងពេលដែលទូរស័ព្ទបន្ទាប់ឬក៏សួរពួកគេថាតើអ្នកដឹងទេថាអ្វីជា paradigm ហើយសួរឲ្យពួកគេបញ្យល់ឲ្យអ្នកឲ្យបានច្បាស់ទាក់ទងជាមួយ paradigm គឺជាពាក្យទូលំទូលាយបំផុតតែអ្នកដឹងទេថាប្រទេសដែលមាន paradigm គ្រប់ប្រទេសទាំងអស់ប្រទេសមានគ្រួសារប្រទេសមាន paradigm ទីណាមានក្រុមហ៊ុនទីនោះក៏មាន paradigm កន្លែងណាក៏ដោយសិតតែមាន paradigm ទាំងអស់ព្រមទាំងខ្ញុំហើយនិងអ្នកទាំងអស់គ្នាដែលកំពុងស្ដាប់នេះក៏មាន paradigm ដែរ paradigm គឺជាការកំណត់លក្ខខណ្ឌអ្នកអាចហៅបានថាជាវប្បធម៌ក៏បានឬក្នុងករណីប្រទេសខ្លះក្រុមហ៊ុនឬក៏គ្រួសារវាគឺជាវប្បធម៌របស់ក្រុមហ៊ុនវប្បធម៌របស់ប្រទេសឬក៏វប្បធម៌របស់គ្រួសារអញ្ចឹងទៅនោះយើងហៅបានថា paradigm វាគឺជាវិធីសាស្ត្រទម្លាប់របស់យើងក្នុងការយល់ដឹងការធ្វើការសម្ដែងនិងការរស់នៅតាមបែបបទដែលយើងកំពុងតែរស់នៅ paradigm របស់យើងគ្រប់គ្រងសូម្បីតែអ្វីដែលយើងកំពុងញ៉ាំឥឡូវនេះសូមគិតទៅមើលថា paradigm គឺជាកម្មវិធីនៅក្នុងខួរក្បាលក្រោមវិញ្ញាណរបស់អ្នកដែលគ្រប់គ្រងឥរិយាបថរបស់អ្នកអ្វីដែលអ្នកដឹកនាំគឺមិនបានគ្រប់គ្រងឥរិយាបថរបស់អ្នកផ្ទាល់នោះទេពោលគឺខួរក្បាលជាអ្នកដឹកនាំរបស់ខ្លួនអ្នកចំណេះដឹងជាអ្នកដឹកនាំរបស់ខ្លួនអ្នកហើយអ្នកដឹងអំពីរបៀបធ្វើការងារឲ្យបានល្អប្រសើរប៉ុន្តែមិនបានធ្វើវានោះទេយើងដឹងអំពីរបៀបធ្វើខ្លះប៉ុន្តែពេលដែលពុកម្ដាយសួរថាហេតុអ្វីបានជាអ្នកធ្វើនឹងកូនថាអត់ដឹងផងហើយកូនគាត់ពិតជាអត់ដឹងមែនព្រោះអីគាត់ធ្វើតាមទម្លាប់ដែលយើងហៅថា paradigm មិញនឹងឯងឪពុកម្ដាយក៏មិនដឹងដែរព្រោះឪពុកម្ដាយមិនយល់ពី paradigm នោះទេដូច្នេះពួកគេនិយាយថាកូនដឹងប៉ុន្តែកូនដាក់បាយជាទៅធ្វើរឿងដែលមិនដឹងឪពុកម្ដាយមិនដឹងតែទៅធ្វើរឿងដែលខ្លួនឯងមិនដឹងឬក៏ធ្វើទាំងខ្លួនឯងដឹងអ្នកដឹងអ្នកយល់អ្នកលក់ក៏ថាមិនដឹងអ្នកដើរលេងក៏ថាមិនដឹងសិស្សក៏ថាមិនដឹងប៉ុន្តែអ្វីៗគ្រប់យ៉ាងទាំងអស់ហើយគឺកើតឡើងចេញពីពួកគាត់ដូច្នេះ paradigm គឺជាកម្មវិធីនៅក្នុងខួរក្បាលក្រោមវិញ្ញាណដែលគ្រប់គ្រងឥរិយាបថនិងបង្កើតមកជាលទ្ធផលដែលយើងច្រើនហៅថា subconscious mind នោះឯងអត្តន័យរបស់លោក Bob Proctor លោកចង់បង្ហាញជូនទៅកាន់បងបងទាំងអស់គ្នាដែលកំពុងទស្សនាឲ្យបងបងទាំងអស់គ្នាសាកទៅលើចាប់អារម្មណ៍ទៅលើខ្លួនឯងបន្តិចតាក់ទងជាមួយពាក្យមួយនឹងពាក្យមួយម៉ាត់នេះគឺជាការរស់នៅស្ថានភាពបងបងដែលបងបងរស់នៅរាល់ថ្ងៃឬក៏បងបងបានទៅចាប់អារម្មណ៍ក្នុងការអនុវត្តជារៀងរាល់ថ្ងៃដែលយើងអត់បានដឹងនៅពេលដែលធ្វើយូរទៅវាคล้ายទៅជាទម្លាប់សាមញ្ញពេលដែលបងកើតមកបងរស់នៅក្នុងមជ្ឈដ្ឋានមួយនឹងហើយបងក៏ទទួលបាននៅរឿងរ៉ាវជាច្រើនចេញពីមជ្ឈដ្ឋានមួយនឹងអញ្ចឹងរឿងរ៉ាវចេញពីមជ្ឈដ្ឋានមួយនឹងហើយវាធ្វើឲ្យបងជាប់នៅលើចន្លោះដែលយើងមិនបានចាប់អារម្មណ៍ថាវាគឺជារឿងអីអញ្ចឹងពេលបណ្ដោយទុកយូរទៅវាក៏คล้ายទៅជាដោះស្នឹមដូចជាច្រេះដែលកើតចេញពីដែកទីបំផុតវាក៏ស៊ីដែកនោះវិញសូមឲ្យបងទៅស្ដាប់ជាមួយសារសម្លេងរបស់គាត់បន្តទៀតសិនខ្ញុំនឹងបញ្យល់ទៅលម្អិតនៅtrongវីដេអូនេះបន្ថែម Now it's the results we say that we don't like. Let's suppose a result is that you sleep in every morning. You just have a terrible time getting up. And if you're sleeping in, if you're always late, I mean, that causes you all kinds of problems socially and mentally. It's just not good. So, but that's a result. You sleep in every day. You hit the snooze button and you go back to sleep. Now, I'm going to tell you what I want you to do. I want you to put the alarm clock a long ways away from the bed. And before you go to bed,
you make up your mind you're going to do something before you go to sleep. As you're going to sleep, say, tomorrow morning when I wake up, I get up. When I wake up, I get up. That's just the way it is. Tomorrow morning when I wake up, I get up. Now that's a command you're giving to yourself. And go to sleep with that in your mind. Tomorrow morning when I wake up, I get up. Now you got to get up to turn the alarm off. So you stay up. When your feet hit the deck, you stay that way. When you wake up, you get up. Now, by doing that over and over, a number of days in a row, maybe a week, 2 weeks, 3 weeks, 4 weeks, you're going to change the habit pattern. When you change the habit pattern, you've changed the paradigm. So you start out with the result you want and you say, what's causing it? And you change the cause of the result. So instead of saying, I love to sleep in, I'm going to hit the snooze button. I'm getting up. When I wake up, I get up. When my feet hit the deck, I'm staying up. And that's the way it is. So you take a look at the result you don't like and you change the cause. You change the behavioral pattern. Then work on another one. You shouldn't try and change more than 2 at a time. It gets a little heavy. You change your paradigm, you'll change your life. I changed mine. I went from struggling to success. I went from being broke all the time to becoming very wealthy. If I can do it, you can do it. If I can do it, anybody can do it. Do it. ខ្ញុំនឹងផ្ដល់ជូនពីអត្ថន័យទាំងស្រុងរបស់លោកបត Protterson ហើយខ្ញុំនឹងបញ្យល់ជូនបងបន្តទៀតឥឡូវនេះវាគឺជាលទ្ធផលដែលយើងនិយាយថាយើងមិនចូលចិត្តចូលឧបមាពីលទ្ធផលគឺអ្នកតែងតែគេងយឺតរាល់ព្រឹកដែលធ្វើឲ្យអ្នកមានពេលពិបាកនៅក្នុងការងើបឡើងខ្លាំងណាស់ហើយប្រសិនបើអ្នកគេងយឺតប្រសិនបើអ្នកតែងតែយឺតយ៉ាវខ្ញុំចង់បញ្ជាក់ប្រាប់អ្នកថាវាមិនបង្កតែបញ្ហាឲ្យតែខ្លួនអ្នកទេវាបង្កបញ្ហាគ្រប់យ៉ាងទាំងផ្នែកសង្គមនិងផ្នែកផ្លូវចិត្តដែលវាពិតជាមិនល្អទាន់តែសោះតែម្ដងដូច្នេះនោះគឺជាលទ្ធផលអ្នកគេងយឺតរាល់ថ្ងៃអ្នកចូលទៅចុចបេតុងបន្លឺសំឡេងហើយពន្យាពេលហើយអ្នកគេងទៅវិញទៀតឥឡូវនេះខ្ញុំចង់ប្រាប់អ្នកអំពីអ្វីដែលខ្ញុំចង់ឲ្យអ្នកធ្វើខ្ញុំចង់ឲ្យអ្នកដាក់នាឡិការោនឹងឲ្យឆ្ងាយពីខេរបស់អ្នកគេងហើយមុនពេលដែលអ្នកចាប់ផ្ដើមចូលទៅគេងតាំងចិត្តថាអ្នកបានគេងលក់រួចហើយពេលដែលនាឡិកានោះរោអ្នកត្រូវក្រោកទៅចុចនាឡិកានោះដើម្បីបិទប៉ុន្តែជើងរបស់អ្នកបានប៉ះទៅនឹងកំរាលឬក៏ការ៉ូហើយពេលនោះអ្នកត្រូវប្រាប់ខ្លួនឯងថាពេលដែលអ្នកភ្ញាក់អ្នកត្រូវតែងើបពេលដែលអ្នកភ្ញាក់អ្នកត្រូវតែងើបគឺពេលដែលអ្នកភ្ញាក់អ្នកត្រូវតែងើបស្អែកឡើងជាដាច់ខាតឥឡូវនេះនោះគឺជាបញ្ជាដែលអ្នកកំពុងតែផ្ដល់ឲ្យខ្លួនឯងហើយចូលគេងដោយការយកចិត្តទុកដាក់ទៅលើរឿងមួយនេះថាស្អែកឡើងនៅពេលព្រឹកនៅពេលដែលអ្នកភ្ញាក់គឺអ្នកត្រូវតែងើបឥឡូវនេះអ្នកត្រូវតែងើបដើម្បីបិទនាឡិការោដូច្នេះអ្នកបានភ្ញាក់ហើយពេលអ្នកភ្ញាក់ហើយជើងរបស់អ្នកក៏ចាប់ផ្ដើមជន់ទៅនឹងកម្រាលបន្ទប់អ្នកត្រូវតែក្រោកពេលនោះអ្នកត្រូវតែក្រោកព្រោះអ្នកភ្ញាក់ហើយក្រោកដើរទៅបិទនាឡិកានោះឯងឥឡូវនេះតាមរយៈការធ្វើបែបនេះម្ដងហើយម្ដងទៀតជាប់គ្នាជាច្រើនថ្ងៃប្រហែលជាមួយសប្ដាហ៍2សប្ដាហ៍3សប្ដាហ៍ឬក៏4សប្ដាហ៍អ្នកនឹងផ្លាស់ប្ដូរទម្លាប់របស់អ្នកនៅពេលដែលអ្នកផ្លាស់ប្ដូរទម្លាប់របស់អ្នកគឺអ្នកបានផ្លាស់ប្ដូរ paradigm ហើយដូច្នេះអ្នកត្រូវចាប់ផ្ដើមជាមួយនឹងលទ្ធផលដែលអ្នកចង់បានហើយសួរថាតើអ្វីដែលអ្នកចង់បានតើមូលហេតុអ្វីដែលអ្នកប្រាថ្នានឹងការផ្លាស់ប្ដូរហើយអ្នកត្រូវផ្លាស់ប្ដូរមូលហេតុនោះចេញជាមុនសិនដូច្នេះជំនួសឲ្យការនិយាយថាតើខ្ញុំចូលចិត្តគេងយឺតហើយខ្ញុំនឹងចុចបេតុងពជាពេលហើយគេងទៅម្ដងទៀតបែបនេះឬក៏យ៉ាងណាខ្ញុំត្រូវតែងើបពេលដែលនាឡិកាចាប់ផ្ដើមរោខ្ញុំត្រូវតែងើបពេលដែលជើងរបស់ខ្ញុំប៉ះនឹងកម្រាលគឺខ្ញុំត្រូវតែក្រោកឡើងហើយនោះគឺជាការពិតដូច្នេះអ្នកត្រូវពិនិត្យមើលលទ្ធផលដែលអ្នកមិនចូលចិត្តហើយអ្នកត្រូវផ្លាស់ប្ដូរមូលហេតុដោយផ្លាស់ប្ដូរទម្រង់ឥរិយាបថរបស់អ្នកជាមុនសិនកុំតន់ចង់ផ្លាស់ប្ដូរអីគឺផ្លាស់ប្ដូរទម្រង់ឥរិយាបថជាមុនសិនបន្ទាប់មកចូលធ្វើការលើទម្លាប់មួយទៀតអ្នកមិនគួរពន្យាពេលផ្លាស់ប្ដូរច្រើនលើក្នុងពេលតែមួយនោះទេពីព្រោះវាហាក់បីដូចជាធ្ងន់ធ្ងរបន្តិចហើយប្រសិនបើអ្នកផ្លាស់ប្ដូរ paradigm របស់អ្នកនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកខ្ញុំបានផ្លាស់ប្ដូរ paradigm របស់ខ្ញុំហើយគឺខ្ញុំបានផ្លាស់ប្ដូរជីវភាពក្រលំបាកទៅជាភាពជោគជ័យខ្ញុំបានផ្លាស់ប្ដូរពីភាពក្រីក្រជាប់គ្នាជានិច្ចទៅជាការក្លាយជាអ្នកដែលមានស្រុកស្ដំប្រសិនបើខ្ញុំធ្វើបានអ្នកក៏ធ្វើបានដូចគ្នាប្រសិនបើអ្នកធ្វើបាននរណាក៏ធ្វើបានដូចគ្នាដែរចូលចាប់ផ្ដើមធ្វើវាតែម្ដងទៅនៅក្នុងអត្ថន័យរបស់លោកបត Protter ចង់បញ្ជាក់ជូនទៅកាន់អ្នកទស្សនាទាំងអស់គ្នាថារបៀបនៅក្នុងការអនុវត្តកម្លាំងថាមពលនៃការស្រូបទាញគឺកើតចេញពីទម្លាប់ជាមុនសិនព្រោះអ្នកដែលមានទម្លាប់មួយយ៉ាងពិតប្រាកដក្រោយពេលដែលពួកគាត់អនុវត្តកម្លាំងថាមពលនៃការស្រូបទាញក៏មានថាស្ថានភាពវាមិនខុសគ្នាប៉ុន្មាននោះទេអំពីទម្លាប់នៃការអនុវត្តផ
paradigm នេះឯងព្រោះចំណុចលក្ខណៈពិសេសទាំងនេះជាពេលវេលាដែលពួកគាត់ត្រូវឲ្យខ្លួនឯងមានការឆែកមើលខ្លួនឯងបន្តិចថាតើយើងធ្លាប់ធ្វើអីខ្លះកន្លងទៅពីមុនជួបបទពិសោធន៍ជាច្រើនដែលខ្ញុំរៀនសូត្របានពីបងតាំងពីគ្រប់ធម្មពលអង្គុយស្ងៀមចំនួនទី1រហូតមកទល់ពេលនេះចំនួនទី11ហើយដែលបងទាំងអស់គ្នាច្រើនតែជួបខ្លាំងជាងគេហើយមានសំណួរដែលបងសួរថាតើសិស្សនៅក្នុងក្រុមអង្គុយស្ងៀមរបស់លោកគ្រូតាំងពីចំនួន1រហូតមកទល់ចំនួន11នេះតើគាត់សួរសំណួរអីខ្លះទៅលើលោកគ្រូដែលលោកគ្រូជួយដោះស្រាយបញ្ហារបស់គាត់នោះគឺធម្មពលកម្លាំងនៃការស្រូបទាញសួរគាត់ថាគាត់ជឿ 100% ហើយកម្លាំងធម្មពលមួយនេះគាត់ធ្លាប់ទាំងអនុវត្តបានលទ្ធផលទៅទៀតក៏ប៉ុន្តែហេតុអីបានមើលឃើញពីលទ្ធផលហើយតែបែរជាវាត្រូវរលប់បាត់ទៅវិញលទ្ធផលបានចេញពីធម្មពលកម្លាំងនៃការស្រូបទាញហើយបានចេញពីកម្លាំងនៃការបដោតរបស់គាត់ហើយចុះហេតុអីបានជាគាត់បែរជាបោះបង់កម្លាំងធម្មពលហ្នឹងហើយបែរជាទៅចាប់យកអារឿងខាងក្រៅវិញដោយសារតែបរិបត្តិផ្នែកខាងក្រៅហ្នឹងច្រើនលើសលប់ពេកដែលធ្វើឲ្យបងទាំងអស់គ្នាទប់ទល់អត់ជាប់ទប់ទល់អត់ឈ្នះវិធីសាស្ត្រក្នុងការរៀបចំខ្លួនប្រាណផ្លូវចិត្តខាងក្នុងនេះគឺមានក្បួនមានຂະຫນាតច្បាស់លាស់ត្រឹមត្រូវអនុវត្តទៅតាមជំហានទៅតាមដំណាក់កាលមួយខ្ញុំរៀបចំគ្រប់ធម្មពលអង្គុយស្ងៀមនេះបងចូលទៅកាន់គ្រប់ធម្មពលអង្គុយស្ងៀមផ្ដាំហើយផ្ដាំទៀតសូមគំនុំទៅជាមួយនឹងគោលបំណងសិតតែដឹងឯថាចំណាយថវិកាចូលមកសិតតែមានគោលបំណងឯងសួរមកសិតតែមានគោលបំណងឯងមែនទេបងអូខេទាំងបងទាំងខ្ញុំមានគោលបំណងខ្ញុំកំពុងតែផលិតវីដេអូនេះក៏ខ្ញុំមានគោលបំណងដូចគ្នាក៏ប៉ុន្តែពេលដែលបងចូលទៅកាន់ក្រុមអង្គុយស្ងៀមសូមបងទម្លាក់ដាក់ចុះសិនសូមឲ្យគោលបំណងនោះនៅឲ្យបានស្ងៀមសូមឲ្យគោលបំណងនោះនៅឲ្យបានមួយកន្លែងសូមកំណំទៅជាមួយនឹងការចូលទៅអង្គុយស្ងៀមអីពីព្រោះពេលដែលបងនាំគោលបំណងទៅជាមួយនឹងការអង្គុយស្ងៀមអត្តន័យគឺបងតន្ទឹងរង់ចាំពេលដែលបងតន្ទឹងរង់ចាំពេលដែលខ្ញុំផ្ដល់ជូនទៅបងចាប់ផ្ដើមវិភាគថាលោកគ្រូសំណាងចក្រានធ្វើអញ្ចឹងដើម្បីអីមិនក៏ធ្វើអញ្ចឹងជាពិសេសបងដែលមានចំណេះជំនាញបងដែលមានចំណេះជំនាញហ្នឹងចូលរៀងពិបាកបន្តិចដោយសារគាត់ជាប់ទៅជាមួយខ្ញុំ support ខ្លាំងមែនទែនពេលដែលខ្ញុំសួរថាបងជានរណានៅក្នុងក្រុមយើងមានទាំងអស់ណាបងណាមានទាំង nurse មានទាំង doctor មានទាំងវិជ្ជបណ្ឌិតមានទាំងគ្រូបង្រៀនមានទាំងអាជីវករណាមានទាំងអ្នកដែលមានមុខរបរអាជីវកម្មធំមានគ្រប់ទម្រង់បងនៅក្នុងក្រុមអង្គុយស្ងៀមរបស់យើងខ្ញុំតែងតែជ្រុំជ្រែងបង support បងថាបើសិនជាបងចូលមកទីនេះបើសិនជាបងជឿខ្ញុំសំណាងចក្រាបើបងជឿកម្លាំងធម្មពលនៃការស្រូបទាញសូមបងទម្លាក់ដាក់ចុះមួយខណៈសិនណាបងណារយៈពេលដែលបងចូលអង្គុយស្ងៀមនេះបងគឺជាកូនក្មេងម្នាក់ជាកូនក្មេងដែលទៅតែចូលហ៊ានកូនក្មេងដែលទៅចូលហ៊ានគឺគ្រូនិយាយអីស្ដាប់នឹងឯងមែនទេបងបើអត់បកាយអត់តវ៉ាអត់ប្រឆាំងអីទេលទ្ធផលចេញពីអ្នកដែលអត់បកាយតវ៉ាអត់ប្រឆាំងនឹងឯងណាបងព្រមទៅជាមួយខ្ញុំសិនកុំស្ទាក់ស្ទើរកុំសង្ស័យបងចំណាយថវិកាប៉ុណ្ណាក៏ដោយខ្ញុំ support បងដូចគ្នាស្មើគ្នាខ្ញុំ support បងអត់មានកំណត់តាមចំនួនថវិកាថាបងចូលថវិកាច្រើនទៅខ្ញុំ support ខ្លាំងអត់ទេគឺ support ស្មើគ្នាទាំងអស់ដោយសេចក្តីស្រឡាញ់គោលបំណងរបស់ខ្ញុំមានគោលបំណងដែរគោលបំណងរបស់ខ្ញុំគឺឲ្យបងទៅអនុវត្តកម្លាំងធម្មពលនៃការស្រូបទាញហ្នឹងបានពិតប្រាកដ 100% ហើយមិនមែនអនុវត្តបានត្រឹមតែនៅមួយខ្ញុំទេអនុវត្តបាននៅពេលដែលអត់មានខ្ញុំអនុវត្តបានហើយយកទៅបង្រៀនដល់អ្នកនៅជុំវិញខ្លួនមនុស្សជាទីស្រឡាញ់របស់ខ្លួនបានថែមទៀតទៅតាមនិស្ស័យរបស់គាត់ណាបងដូចខ្ញុំជំរាបជូនបងក៏ទៅតាមនិស្ស័យបងដែរដូច្នេះបងទៅឲ្យខ្លួនឯងស្រាលដូចជារោមសัตว์នៅឲ្យជាកូនក្មេងតូចដែលមិនទាន់ចេះអ្វីទេនៅជាមួយនឹងខ្ញុំសិនបើខ្ញុំពោលទៅតាមខ្ញុំបើខ្ញុំរៀបបែបណាទៅតាមខ្ញុំសិនអញ្ចឹងបន្ទាប់ពីចប់ទៅខ្ញុំនឹង support បងទៅមួយខណៈបញ្យល់បងទៅមួយខណៈអញ្ចឹងបងត្រូវរកពេលវេលាឲ្យខ្លួនឯងណាបងប្រុសបងស្រីអញ្ចឹងបទប្រថើដែលគាត់មានភាសាមិញហ្នឹងនឹងហើយគឺជាការដែលឲ្យខ្លួនឯងមានការផ្លាស់ប្ដូរមួយនេះខ្ញុំជំរាបបងថាហើយបានខ្ញុំបញ្យល់បងទាញចូលទៅកាន់គ្រប់ធម្មពលអង្គុយស្ងៀមព្រោះលោកតាមបទប្រថើគាត់មានភាសាឲ្យថាពេលដែលអ្នកទម្លាប់របស់អ្នកគឺអ្នកគេងហើយក្រោកពីព្រលឹមពេលដែលនាឡិការោអ្នកហុចដៃទៅចុចនាឡិកាបិទហើយអ្នកទម្លាប់បែបហ្នឹងរហូតធ្វើឲ្យអ្នកក្រោកយឺតមែនទេបាទហើយអ្នកក្រោយចូលគេងអញ្ចឹងទីបំផុតទម្លាប់មួយហ្នឹងនឹងទៅបំផ្លាញអ្នកមិនត្រឹមតែបំផ្លាញអ្នកតែខ្លួនឯងប៉ុណ្ណឹងទេបំផ្លាញទាំងសង្គមជាតិបំផ្លាញទាំងមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួនបំផ្លាញច្រើនមែនតែនរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងតែខ្លួនយើងទេប៉ុន្តែយើងបែរជាបំផ្លាញទៅដល់សង្គមទាំងមូលចុះបងទាំងអស់គ្នាដែលកំពុងស្ដាប់ខ្ញុំសំណាងចក្រានេះមិនវិញដែរបងក៏ដូចគ្នាដែរប្រសិនបើបងទាំងអស់គ្នាមិនអនុញ្ញាតឲ្យខ្លួនឯងព្រមទម្លាក់ដាក់ចុះបន្តិចសិនទេខ្ញុំ support បងអត់ដល់ទីទេបងត្រូវឲ្យខ្លួនឯងនៅជាមួយខ្លួនឯងសិនណាបងណានៅជាមួយខ្លួនឯងពាក្យថានៅជាមួយខ្លួនឯងនេះគឺព្រមទម្លាក់ដាក់ចុះ
ព្រមស្ដាប់ខ្ញុំសិនទោះបីបងមានឡានបងមានផ្ទះបងមានក្រុមហ៊ុនបងមានអាយុច្រើនបងអីបែបណាក៏ដោយសូមឲ្យនៅជាមួយខ្លួនឯងមួយខណៈពេលដែលបងអង្គុយស្ងៀមត្រៀមជាមួយនឹងបាទទូរស័ព្ទដៃដែលមានអ៊ីនធឺណិតគ្រប់គ្រាន់ត្រៀមកាសដែលមានសំឡេងឮទាំងសងខាងត្រៀមទូរស័ព្ទដែលមានអ៊ីនធឺណិតហើយត្រៀមតុដែលអង្គុយបានស្រួលត្រៀមបន្ទប់ណាមួយដែលស្រួលក្នុងការអង្គុយជាពិសេសពេលវេលាដែលបងអង្គុយទៅมันមានការរំខានទៅដល់សមាជិកគ្រួសារកុំឲ្យសមាជិកគ្រួសារគាត់ឆ្ងល់ប្រាប់គាត់ឲ្យដឹងផងពេលដែលបងអង្គុយស្ងៀមណាហើយទម្រង់អង្គុយស្ងៀមនេះបញ្ជាក់ប្រាប់គាត់ផងមិនមែនជាទម្រង់សមាធិបាទឬក៏ចូលឈានឬក៏លះបង់ទ្រព្យសម្បត្តិលះបង់ក្តីស្រឡាញ់ស្វាមីកូនប្រពន្ធប្តីអីអត់ទេបងគឺក្នុងទម្រង់បែបវិទ្យាសាស្ត្រក្នុងទម្រង់នៃការមានបានក្នុងទម្រង់នៃការស្រូបទាញធម្មពលដែលមាននៅក្នុងលំនាំនៃចក្រវាលធម្មពលនេះគឺមានពិតប្រាកដ 100% តែម្ដងហេតុអ្វីបានខ្ញុំចេះតែដកស្រង់យកវីដេអូរបស់លោកគ្រូល្បីធំនៅលើសកលលោកជាពិសេសនៅប៉ែកខាងលិចបាទយកមកបង្ហាញជូនបងដោយសារគាត់ទាំងអស់នោះបានឆ្លងកាត់ដូចជាខ្ញុំបានឆ្លងកាត់ដែរតែដំណាក់កាលរបស់ខ្ញុំនៅ level ទាបជាងគាត់នៅឡើយទេតែខ្ញុំនឹងដោះដូចគាត់នៅថ្ងៃអនាគតព្រោះកម្លាំងធម្មពលនៃការស្រូបទាញឲ្យតែយើងមានផលមានបំណងលទ្ធផលនឹងចេញមកអញ្ចឹងខ្ញុំមានបំណងឲ្យបានដូចគាត់អញ្ចឹងខ្ញុំត្រូវតែបន្សល់ទុកនៅអ្វីដែលខ្ញុំអាចបន្សល់ទុកឲ្យមនុស្សចំនួនក្រោយគាត់ទៅស្វែងយល់ឲ្យកូនខ្មែរយើងចំនួនក្រោយទៅស្វែងយល់ខ្ញុំអត់លាក់លៀមទេបងហើយដើម្បីបានខ្ញុំចាំបាច់រៀបចំគ្រប់ធម្មពលអង្គុយស្ងៀមសំណាងចក្រាមិនក៏សំណាងមិនព្រមដាក់ចូល YouTube ហ្មងទៅបើសំណាងថាចិត្តតលាអញ្ចឹងដែរបងរបៀបនៅក្នុងការអនុវត្តមានស្ថានភាពផ្សេងគ្នាខ្ញុំនឹងរៀបផែនការសម្រាប់ជួបបងផ្ទាល់ទៀតតែពេលនេះសូមអត់ទាន់ជួបផ្ទាល់ដោយសារសូមឲ្យបងទាំងអស់គ្នានៅក្នុងក្រុមអង្គុយស្ងៀមសិនដល់ពេលវេលាមួយមកដល់វត្តមានបងសិស្សសានុសិស្សទាំងអស់នៅក្នុងក្រុមអង្គុយស្ងៀមនឹងបានជួបគ្នាផ្ទាល់បន្ថែមទៀតយើងមានវិធីជួបគ្នាផ្ទាល់បន្ថែមទៀតតែគណៈពេលនេះសូមឲ្យបងទៅតាមលំនាំនៃធម្មជាតិតាមគ្រប់របស់យើងសិនហើយខ្ញុំ support បងនេះបងទៅភ្លក់រសជាតិយកដោយខ្លួនឯងខ្ញុំសូមលើកទឹកចិត្តឲ្យបងទាំងអស់គ្នាចូលទៅអនុវត្តកម្លាំងធម្មពលនៃការស្រូបទាញហ្នឹងគឺទម្លាក់ដាក់ចោះគ្រប់យ៉ាងហើយអនុវត្តដោយផ្ទាល់ជាមួយនឹងខ្ញុំដែលខ្ញុំ support បងទៅណាបាទហើយក្នុងនោះផងដែរខ្ញុំក៏ជម្រាបជូនបងអំពីរបៀបដែលបងចូលទៅបាទអនុវត្តកម្លាំងធម្មពលនៃការស្រូបទាញហើយបានធម្មពលហើយយកធម្មពលនោះឯងគឺយកមកជ្រុំចែងដល់ខ្លួនឯងគឺការផលិតមាតិកា AI សម័យបច្ចេកវិទ្យាទំនើបនិងការលក់ផលិតផលដែរមិនចាំបាច់មានដើមទុននៅក្នុងការកាត់ស្តុកដោយបងបានឃើញនៅក្នុងដៃខ្ញុំនេះអញ្ចឹងមួយទីបនេះមានឈ្មោះថា Plain Extract Vitamin Cream ឯកទេសគឺអ្នកដែលមានបញ្ហាផ្ទៃមុខក្រហមរោលជាំឡើងសរសៃបែកអាចរុយប្រើប្រាស់ផលិតផលអីក៏លែងត្រូវដោយសារតែស្បែកយើងខូចស្រទាប់ទី1ទី2ហើយអញ្ចឹង Plain Extract Vitamin Cream នេះឯកទេសរបស់គាត់តែម្ដងមុននឹងបងប្រើប្រាស់ Plain Extract Vitamin Cream កុំភ្លេចជាមួយនឹងជាមួយនឹង Tripowin គ្រីមលាងសម្អាតផ្ទៃមុខជារៀងរាល់ថ្ងៃមួយថ្ងៃ2ដងព្រឹកល្ងាចឬក៏3ដងព្រឹកថ្ងៃត្រង់ល្ងាចបងទាំងអស់គ្នាជាផលិតផលស្តង់ដារសហរដ្ឋអាមេរិកក្នុងនោះកុំភ្លេចជាមួយនឹង Big Beauty Serum នេះគឺជួយឲ្យស្បែកមុខបងទន់ភ្លឺរលោងផ្ចិតរនរោមផ្ដល់សំណើមដល់ស្បែកមុខស្រស់ថ្លាមួយទៀតនោះគឺ Custom UV Protect លេការពារកម្ដៅថ្ងៃលាបឲ្យមិនបតិបតាទេបងការពារកម្ដៅថ្ងៃបានល្អ Smooth ត្រូវកម្ដៅថ្ងៃមិនបែកអាចរុយឡើយមួយឈុតនេះខ្ញុំបញ្ចុះតម្លៃជូនបង 10% បងទាំងគ្នាដែលចង់បានសូមទំនាក់ទំនងមកកាន់ខ្ញុំសំណាងចក្រាផ្ដល់ជូនទៅកាន់បងពិសេសបងដែលចង់យកទៅលក់បន្តក្រុមហ៊ុនមានការ promotion 10 ថែម 5 នៅផលិតផលទាំង4មុខនេះក៏10 ថែម 5 ដូចគ្នាដែរ Plain Extract Vitamin Cream 10 ថែម 5 Mix Beauty Serum 10 ថែម 5 Custom UV Protect 10 ថែម 5 បាទជាមួយនឹង Tripowin 10 ថែម 5 ជូនទៅកាន់បងអញ្ចឹងបងអាចយកទៅច្នៃក្នុងតម្លៃស្តង់ដាររបស់ក្រុមហ៊ុនដដែលប៉ុន្តែបងចំណេញ10បងចំណេញបាន5យកទៅលក់បានហើយបាទសម្រាប់បងដែលមានលទ្ធភាពកាត់ស្តុកតូចបាទអូខេងាកបបផលិតផលមួយទៀតនេះមានឈ្មោះថា Diva Plus ផលិតផលស្តង់ដារសហរដ្ឋអាមេរិកសម្រាប់អ្នកដែលមានបញ្ហាក្លិនមាត់ពីខាងក្នុងកន្ទោររលមាស់ពិបាកនៅក្នុងការពិសាអាហារឬអាឡែហ្ស៊ីមួយឆ្នាំពិសាឲ្យបាន3កំប៉ុងផលិតផលនេះមានការចុះបញ្ជីការត្រឹមត្រូវមិនមែនជាប្រភេទថ្នាំទេគឺជាប្រភេទផលិតផលជំនួយសុខភាពសុសជែលតុនមានន័យថាសូនជាក្របប៉ុន្តែនៅក្នុងនោះគឺតុនទេដាក់ចូលមាត់តែបន្តិចលាយឲ្យបងមួយទៀតនោះបងដែលមានបញ្ហាក្លិនមាត់នៅត្រឹមតែក្រអូបមាត់សូមកុំភ្លេចជាមួយនឹងថ្នាំដុសធ្មេញមានធូបប្រេនកូនខ្មែរកូននឹងភាគជប៉ុនផលិតផលដែលខ្ញុំផ្សព្វផ្សាយជូនបងនេះបងក៏អាចលក់បានដោយមិនចាំបាច់មានដើមទុនក្នុងនោះសូមបងចាប់អារម្មណ៍លើផលិតផលបាទកូនខ្មែររបស់យើងឥឡូវនេះខ្ញុំផ្សព្វផ្សាយ3ផលិតផលសិនបាទទី1គឺមានឈ្មោះថា
ខេមរាព្រឹត្តិការណ៍ជាប្រភេទសរោបន្តក់នៅក្នុងមាត់សម្រាប់អ្នកដែលមានបញ្ហាផ្ដាសាយក្អកស្ងួតកណ្ដាស់ពិបាកក្នុងការនិយាយជាមួយនេះផងដែរគឺផលិតផលសម្រាប់ជួយភ្នែកបាទគឺ Pain Pala EI ផលិតផលជួយភ្នែកនេះគឺសម្រាប់បងដែលគាត់ឧស្សាហ៍មើលទូរស័ព្ទដៃមើលកុំព្យូទ័រចាប់ផ្ដើមភ្នែកស្វាំងបងគ្រាន់តែផ្ដិតបន្តិចយកមកជូតលើតបកភ្នែកម៉ាសាថ្នមបាទតែ2ដងក្នុងមួយថ្ងៃឬក៏ម្ដងក្នុងមួយថ្ងៃក៏បានដែរអនុវត្តផលិតផលនេះមួយដបនេះប្រើបានដល់តែ2ទៅ3ខែបងទាំងអស់គ្នាបាទអូខេមួយទៀតនេះគឺមានឈ្មោះថា Fiber King ផលិតផលនេះគឺជួយបណ្ដេញជាតិពុលបន្សាបជាតិពុលសម្រក់ទម្ងន់រាសាទម្ងន់បងជាផលិតផលខ្មែរសុទ្ធសាធ 100% តែម្ដងបាទ Fiber King ស្ដេច Fiber បាទក្នុងនេះផងដែរផ្ដល់ជូនបងអំពីបាទប្រភេទជាម្សៅដែលកិនម៉ត់បងដែលចង់បានប្រភេទម្សៅកិនម៉ត់ពីរុក្ខជាតិពិតសុទ្ធសាធតែម្ដងសូមបងតាក់ទងមកខ្ញុំសំណាងចក្រាណាខ្ញុំមានបាទបងចង់បានជាមួយម្សៅម្រុំបាទតម្លៃសមរម្យទេណាបងម្សៅម្រុំនេះបងលាយជាមួយនឹងសម្លលាយជាមួយនឹងបាយបាទជួយសម្រួលលើសុខភាពបងបានល្អជាប្រភេទម្សៅសង្ងួតកិនម៉ត់ល្អម្សៅម្រុំបាទតម្លៃសមរម្យទេជាផលិតផលខ្មែរដូចគ្នាក្នុងនេះយើងក៏មានជាមួយនឹងបាទម្សៅខ្ញីបងម្សៅខ្ញីកិនម៉ត់ដូចគ្នាបានជាផង់ម្សៅដូចគ្នាយើងក៏មានម្សៅមើមយ៉េនបងម្សៅមើមយ៉េនសិតតែប្រសិទ្ធភាពល្អចាំថ្ងៃណាមួយខ្ញុំនឹងបង្ហាញជូនពីប្រសិទ្ធភាពនៃផលិតផលក្នុងនេះយើងមានជាមួយនឹងបាទម្សៅល្មៀតបាទម្សៅល្មៀតអញ្ចឹងសម្រាប់បងទាំងអស់គ្នាដែលមានបញ្ហាណាមួយពាក់ព័ន្ធជាមួយបញ្ហាសុខភាពបងអាចជ្រើសរើសម្សៅបាទទាំង4នេះបាទមានម្សៅខ្ញីម្សៅម្រុំម្សៅមើមយ៉េននិងម្សៅល្មៀតបងទាំងអស់គ្នាអរគុណជួបខ្ញុំសំណាងចក្រានៅវីដេអូបន្ទាប់